បាទបញ្ហាគ្រឿងប្រាក់ឡើងខ្មៅនេះគឺតែងតែជួបប្រទះហើយសំណួរដដែលពីភ្ញៀវចាស់ទាំងភ្ញៀវថ្មីគ្រឿងប្រាក់ឡើងខ្មៅមិនមែនមានន័យថាគ្រឿងប្រាក់របស់យើងនឹងគឺមិនសុទ្ធឬคล้ายคล้ายទេក៏ប៉ុន្តែគ្រឿងប្រាក់ឡើងខ្មៅគឺមានកត្តា3យ៉ាងត្រួសខ្លីៗករណីទី1គឺគ្រឿងប្រាក់ធ្វើប្រតិកម្មគីមីជាមួយនឹងខ្យល់ដោយសារនៅក្នុងខ្យល់ហ្នឹងគឺមានស្ពាន់ធម៌តិចតួចដែលងាយនឹងធ្វើឲ្យគ្រឿងប្រាក់របស់យើងឡើងខ្មៅទោះបីជាយើងទុកតាំងចោលក៏ដោយករណីទី2គឺជាការចាប់ប៉ះកាន់ដោយផ្ទាល់ដោយដៃរបស់យើងដល់រាងកាយរបស់យើងហ្នឹងគឺមានជាតិញើសអញ្ចឹងគ្រឿងប្រាក់ហ្នឹងគឺនឹងធ្វើប្រតិកម្មជាមួយនឹងញើសរបស់យើងហ្នឹងតែម្ដងករណីទី3គឺការប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលជាមួយនឹងគ្រឿងសម្អាងដូចជាលេដូចជាទឹកអប់ជាដើមការប៉ះពាល់ដោយផ្ទាល់ទាំងអស់ហ្នឹងគឺដោយសារគ្រឿងសម្អាងមានសារធាតុគីមីឬមកក៏មានជាតិអាល់កុលដែលធ្វើឲ្យសម្ភារៈគ្រឿងប្រាក់របស់យើងហ្នឹងនៅពេលដែលប៉ះពាល់ទៅងាយនឹងឡើងខ្មៅដំណោះស្រាយយើងមានគឺធ្វើការលាងសម្អាតជាប្រចាំដោយចានឆ្នាំងរបស់យើងអញ្ចឹងជាមួយសាប៊ូលាងចានរបស់យើងក៏ប៉ុន្តែករណីយើងដាក់តាំងយូរឬមួយក៏យើងមិនសូវជាមានពេលដោះលាងសម្អាតច្រើនទេនោះគឺយើងអាចប្រើប្រាស់ក្រូចឆ្មាជាមួយនឹងអំពិលទុំលាយបញ្ចូលគ្នាហើយទើបយើងយកមកដោះលាងជាមួយនឹងសាប៊ូលាងចានរបស់យើងធ្វើដូចនេះគ្រឿងប្រាក់របស់យើងនឹងត្រឡប់មកសភាពដើមសភ្លឺស្អាតឡើងវិញហើយបាទ